dương đừng năng ai nhom châu room còn năng hay bốn anh ở trao cài prai tha về là sở văn ấy dương công bạc bò ấy ngày muốn chua mùi nhóm nâu bài làm ai ơi hộp riêng trong còn tay riêng trongนี่ก็เหมือนบ้านเราชีมาชมโดยเกได้vì ai còn tha nó cũng rất tiệp những cây này tăngពីការផ្ទះសម្បែងរៀបចំហ្នឹងក៏មិនមែនបានទូលលាយដោយគេឬមួយក៏អាចបានគេដែរទោះបីតែផ្ទះនេះបានក្រុមយុវជនបកដែលគាត់បានមករៀបចំតុបតែងចង់និយាយថាតឲ្យទេនេះសិតតែក្រុមការងារយុវជននេះតាំងពីដំបូលផ្ទះដំបូលអីហ្នឹងជាងហ្នឹងកាលឡងជាងយើងមកដំបូងជាងក៏លេខខាដែរក៏ពេលបានសម្រាប់ចាត់ថាសូមឲ្យរុះរើចេញអញ្ចឹងក្រុមយុវជនបកឃុំលោករៀបយើងហ្នឹងក៏រុះរើឲ្យកែដំបូលកែអីទិញដំបូលទិញអីយកមកប្រោះបានសំរុំពីមុនលិចបាទនឹងក្រុមយុវជនបកឃុំយើងក៏បានជួយដែរមិនអញ្ចឹងលោកពូបុនបាទហើយក្មេងៗឥឡូវនេះបោះណោតខ្ញុំមកវិញនោះណាទេឥឡូវចេះឲ្យវាឆ្លត់ទៅអត់អត់អីតែធ្វើឥឡូវលោកមេឃុំគាត់សម្រួលរឿងអត្រាកូនឋានក្មេងៗនឹង5នេះបាទក្មេងៗនឹង5នេះបាទសម្បត្តិកំណើតអញ្ចឹងទៅឡាឃុំហើយធ្វើនៅឡាឃុំបាទអាចយើងមានពេលនន់ទៅបន្តមួយក៏បានដែរឬក៏ទៅទាំងអស់ក៏បានដែរខ្ញុំមានយើងស្រួលខ្លួនចាំឲ្យជាសិនហ្នឹងជាចាំនន់ទៅយកអីធ្វើសិនយកម៉ូតូធ្វើទៅបាទជំរាបសួរបងប្អូនស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហើយខ្ញុំគិតថាវីដេអូនេះជាវីដេអូទី1របស់ខ្ញុំនៅក្នុង Channel YouTube ផ្លូវការរបស់ខ្ញុំហើយខ្ញុំបាទឈ្មោះផាន់រៈបុតជាប្រជាពលរដ្ឋរស់នៅភូមិដីក្រហមឃុំលងរៀបស្រុកវាវែងខេត្តពោធិ៍សាត់ហើយផ្ទះរបស់ខ្ញុំហ្នឹងគឺនៅភូមិនៅក្នុងតំបន់ភ្នំ1500ដែលគ្រប់គ្នាតែស្គាល់ថាផ្លូវតុងអាំងឬក៏ផ្លូវបុប្ផាលាក់ខ្លួនហើយនៅក្នុងសាច់រឿងនេះដែរគឺយើងនាំបងប្អូនទៅលេងផ្ទះលោកលតប៊ុនដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ប្រហែលថ្ងៃមុនហ្នឹងហើយឥឡូវគាត់ចេញពីទីពេទ្យមកដល់ផ្ទះហើយពួកយើងដែលគ្រួសារគាត់មានក្មេងៗ5នាក់ដែលយើងរែងគៀសនៅក្នុងបណ្ដាញសង្គមរយៈមុនហ្នឹងយើងទទួលបានប្រាក់សរុបប្រហែលជាចូល$6000ដែរហើយចំណែកធំជាងគេគឺបងប្រុសញេវណ្ណៈដែលគេគ្រប់គ្នាស្គាល់ថាបងប្រុសដានជើហ្នឹងមុននឹងដល់សាច់រឿងរបស់យើងក៏ខ្ញុំចង់ណែនាំអាជីវកម្មមួយកន្លែងដែលគាត់ជាអ្នកលក់ចេកអាំងហើយចេកអាំងរបស់គាត់នេះគឺមិនធម្មតាទេឆ្ងាញ់មែនទែនបងប្អូនហើយតម្លៃធូរថ្លៃទេត្រឹមតែ500រៀលហើយចេកអាំងរបស់គាត់នេះគឺនៅជិតផ្ទះរបស់ខ្ញុំដែរគឺនៅលើផ្លូវជាលេខ55យើងផ្លូវទៅនៅភ្នំ1500យើងហើយបើសិនជាបងប្អូនសួរថាហេតុអីបាទខ្ញុំត្រូវចែកម្លែកចំណុចហ្នឹងវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូននៅក្នុងស្រុកវាវែងយើងឬក៏សំខាន់ជាងគេគឺនៅឃុំលងរៀបខ្ញុំអ្វីដែលខ្ញុំចង់ឃើញរយៈពេល5ឆ្នាំរបស់ខ្ញុំមកគឺខ្ញុំចង់ឲ្យបងប្អូនយល់ពីអាជីវកម្មបែបទេសចរហើយបើសិនជាបងប្អូនចាប់អាជីវកម្មបែបទេសចររស៊ីខ្ញុំសនំពរបងប្អូនលក់កុំជន់គ្នាមានន័យថាឧទាហរណ៍បើសិនជាគាត់លក់ចេកអាំងហើយយើងត្រូវហៅអ្វីដែលថ្មីលក់របៀបនំគ្រក់លក់របៀបមាន់អាំងលក់របៀបនំបញ្ចុកបង្កើតនៃច្រើនជំរើសម្ហូបច្រើនជំរើសដើម្បីកំដរដល់ភ្ញៀវទេសចរយើងគាត់មកភ្នំ1500យើងកុំឲ្យគាត់ប្រើពាក្យថាអូទៅដល់ហ្នឹងហាក់មានអីហូបទេអត់បាក់ហើយហូបណាស់នឹងហើយដែលជាចលករមួយបង្កើតអារម្មណ៍មួយថាឲ្យភ្ញៀវទេសចរយើងគាត់ចាប់ផ្ដើមធុញម្ដងតិចហើយនេះក៏ជាការលក់អារម្មណ៍មួយដែរដែលខ្ញុំតែងតែនិយាយថាការលក់អារម្មណ៍គឺបែបហ្នឹងភ្ញៀវទេសចរគាត់ដើរលេងគឺគាត់ត្រូវការចាយលុយគាត់ត្រូវការទិញអារម្មណ៍របស់គាត់ត្រូវការទិញអ្វីដែលថ្មីនៅក្នុងតំបន់ហ្នឹងឥឡូវបងប្អូនមកស្ដាប់សំឡេងរបស់គាត់ដែលខ្ញុំបានសភាគាត់តិចទៅសួស្ដីអីមកពីនៅអ្នកស្រុកហ្នឹងឯងខ្ញុំអ្នកនៅពោធិ៍សាត់លោកគ្រូអ្នកនៅពោធិ៍សាត់ហើយអីចេះធ្វើចេកអាំងហ្នឹងប្រហែលឆ្នាំហើយខ្ញុំចេះចង់10ឆ្នាំហើយលោកគ្រូហ្នឹងហើយឯនៅឃើញខ្ញុំលក់នៅពោធិ៍សាត់ចឹងចាដល់ពេលខ្ញុំមកធ្វើចការនៅនេះទៅខ្ញុំក៏មករស់ស៊ីនៅនេះទៅហើយផ្ទះក៏ជួលគេដែរលោកគ្រូបាទផ្ទះជួលគេផ្ទះជួលគេបាទតែឥឡូវជោគជ័យនេះឃើញមានភ្ញៀវចាប់អារម្មណ៍ច្រើនភ្ញៀវចាប់អារម្មណ៍ច្រើនព្រោះអ្នកមកអញ្ចឹងគេមកទេសចរអញ្ចឹងជួនកាលគេមកយើងឈប់យើងគេមុនដំបូងគេភ្លក់ថាថាយើងមួយឯងគេឃើញយើងលក់ថោកអញ្ចឹងណាលោកគ្រូដល់ពេលហើយគេហូបឆ្ងាញ់អញ្ចឹងទៅគេទិញ4 10 4 10អញ្ចឹងទិញ10អញ្ចឹងទៅលើសឲ្យគេមួយអញ្ចឹងចាគេថាយើងលក់ធូរថ្លៃអញ្ចឹងមានលក់អីខ្លះខ្ញុំមានលក់សំអាំងសំចាំងចេកឆាបហើយនំគមនំលពៅ
ហើយនឹងពោតក៏ខ្ញុំដាំខ្លួនឯងដែរ អូពោតដាំខ្លួនឯងហើយនោះកិនខ្លួនឯង ហើ ទេ យ មក កិនខ្លួនឯងម្សៅយាយលក់បាញ់ឆាវយាយមកប្រទេសតាម1500 អូក៏លក់បានឆាវទៀត ចាយាយលក់បាញ់ឆាវតែ1500 បាទហ្នឹងហើយអរគុណអីហើយជូនពលលោក ចាលោកចា បាទឥឡូវចូលមកសាច់រឿងយើងវិញយើងកំពុងចាំគ្នានៅផ្ទះរបស់ខ្ញុំគឺផ្ទះមនកកនៅភូមិដីក្រហមយើងហ្នឹងចាំគ្នាដើម្បីជិះចូលទៅផ្ទះបងលូតបុនហើយផ្លូវផ្ទះរបស់គាត់ហ្នឹងគឺនៅក្រោយផ្ទះមេអូនហើយផ្លូវដែលបងប្អូនបានឃើញនេះជាផ្លូវលំមួយដែលបងអូនមេអូនគាត់ចូលរួមជាកម្លាំងសាមគ្គីជាមួយបងប្អូនអ្នកភូមិរបស់យើងទាំងអស់គ្នាហ្នឹងដើម្បីធ្វើផ្លូវធ្វើអីហ្នឹងដើម្បីចូលទៅក្នុងភូមិខាងក្រោយអាចនិយាយថាបើសម័យថាបើមិនតន់ធ្វើផ្លូវពីមុនលំបាកមែនទែនបងប្អូនយើងខ្ញុំគិតថាបើសិនជាបងប្អូនធ្លាប់នៅភ្នំពេញអាចថាជិះតែផ្លូវកលិចកលុកតិចតួចយើងអាចថាធុញទ្រាន់ប៉ុន្តែបើសិនជាដូចខ្ញុំនៅនេះផ្លូវតំបន់យើងគឺគេហៅផ្លូវដីស្អិតអញ្ចឹងតែគេថាភ្លៀងម្ដងអីដឹងថាអូបាច់ទេដល់ទឹកភ្នែកហើយទាំងមិនងាយចេញមកផ្លូវជាតិបានទេហ្នឹងជាហេតុផលដែលក្មេងៗទាំង5នាក់ហ្នឹងគាត់មិនអាចចេញមករៀនសូត្របានដូចគេឯងហើយថ្ងៃនេះគឺឥឡូវនេះគឺយើងកំពុងជិះទៅរកមើលដីដែលមេអូនគាត់ថាមានមួយកន្លែងក្បាល15ម៉ែត្រក៏ដោយទៅចូល50ម៉ែត្រដែរយើងចង់ជាវដីហ្នឹងដើម្បីឲ្យគ្រួសាររបស់គាត់អាចបានមកនៅក្នុងភូមិដូចគេឯងមានថាចិត្តបងប្អូនយើងមានច្រើនហើយចិត្តសាលារៀនដើម្បីអាចគាត់ដើរមករៀនមកអីសូត្របានដូចគេឯងបានហើយបើយើងវាស់ពីផ្លូវចូលមកក៏ចូលប្រហែលជា700ម៉ែត្រដែរបើតាមមើលប្រហែល700ម៉ែត្រឬ1គីឡូដែរមកផ្លូវដីដែលយើងទៅមើលហ្នឹងប៉ុន្តែខ្ញុំគិតថានៅតែស្រួលជាងផ្ទះរបស់គាត់ផ្ទះរបស់គាត់ដែលនៅរាល់ថ្ងៃហ្នឹងហើយផ្ទះរបស់គាត់ដែលនៅរាល់ថ្ងៃហ្នឹងទីទៀតបងប្អូនឃើញវីដេអូដែលខ្ញុំដាក់ទៅមានតែខ្ញុំទៅដល់ផ្លូវចូលនេះហើយខ្ញុំត្រូវបកមកវិញទៀតព្រោះផ្លូវរបស់គាត់ហ្នឹងដាច់វាគេហៅថាពេជ្របាច់ពេកយើងចូលកើតហើយម្នាក់មកមិនដឹងតែទឹកភ្នែកហើយហ្នឹងហើយបងប្អូនមើលទៅទេសភាពស្អាតមែនតើនេះអាចនិយាយថាបើសម្រាប់បងប្អូនគាត់មានលទ្ធភាពអីអាចទិញដីធ្វើ resort ល្អប៉ុន្តែបើសិនជាអ្នកអត់មានលទ្ធភាពដឹងតែអាចពិបាកបន្តិចព្រោះដោយសារបើខែភ្លៀងខែអីគឺលំបាកដូចបងប្អូនឃើញអញ្ចឹងឥឡូវផ្លូវចូលមកចាប់ផ្ដើមរៀងដីក្រហមមុនហ្នឹងមានគ្រោះខ្លះឥឡូវយើងមកដល់ទីតាំងយើងមកដល់ទីតាំងមើលដីហ្នឹងនេះ15ម៉ែត្រទៅខាងនេះទៅក្រោយទៅ50ម៉ែត្រទៀត នេះគេផ្ទេហើយហ៎គេផ្ទេណោះ ទេត្រឹមឃុំ ទេសំខុំយើងផ្ទេពីនឹងបន្តទៀតបាទ ហ្នឹងហើយប្លង់ទៅវាចេះ មែនទេបង ស្អាត ឥឡូវ ក្រោយចង់ចែកវាយើងពូផ្លង់ឲ្យវាទៅនេះ បាទពូ កាត់បន្ទុំជាមក10 ម៉ែត្រ ពូ កណ្ដាលទៅហ្នឹងហើយក ដាលក៏បានចេះក៏បានដែរបង អានោះហ្នឹងបើមកហ្នឹងមានក្មេងៗលេងជាមួយខ្ញុំក៏កូន ហ្នឹងហើយ បានដើរទៅរៀនអីមួយ នេះបានឲ្យចាស់អ្នកភូមិឯនៅចិត្តនឹង ជួយមើល គេទៅមែន tôi bây giờ đọ phơi hai trong 267 rồi cô tới ដល់កូននោះអត់ចុះ ba cô nó sai 47 mét បកគោឈរហ្នឹងហ៎ một đấy nó 50 mét và tay cái đọ phơi om nè 2 mét cô so nó cô mai đó bà con rơi cái màu rồi អត់ទេឥឡូវទេផ្ទេទៅម្ចាស់ có tê trăm khôm không tê trăm khôm này để ăn nó bánh hai អង្ការហូបដល់មានមក បានទៅមកប្រាមកជុំនឹងមក ណានោះអានោះ ត្រូវចុះថាដីណាមួយកន្លែងទៀត ណាមានតែបុន ដីមួយកន្លែងទៀតដីប៉ាមៀក ខ្ញុំមានទេ ដីមកកន្លែងទីតាំងទៀតហ្នឹងដីបោះអា nó cho mau tao គី mau tao បាទក្នុងគៀណោ បាទ អូអានោះ ថ្ងៃទៅដ ដល់ ល់ ហ្នឹង ផ្ទះ ជួប ទៅ ហ្នឹងមានដងស្រែកហ្ម ហើយ ង នៅដីវាទៀតដីវាតែពឹងលើបងហើយ បាទសួស្តីបងប្អូនថ្ងៃនេះយើងមកមើលទីតាំងដីជូនលោកលូតប៉ុនហើយគាត់ជាពុករបស់ក្មេងៗទាំង5នាក់ដែលជួបគ្រោះថ្នាក់ចរថ្ងៃមុនហ្នឹងហើយដែល
បងអ្នកណាជើងគាត់បានរៃគិះបានចំនួនលុយប្រហែលជា$5,000ជាងហើយបូកផ្សំជាមួយពួកខ្ញុំទៀតយើងសម្រាប់ចិត្តថាយើងត្រូវទៅរកដីម្ដុំឲ្យពួកគាត់នៅចិត្តទាំងអ្នកភូមិសងខាងមានអ្នកភូមិមានផ្លូវមានអីចេះដើម្បីកុំឲ្យគាត់ដាច់សញ្ញាពេកដើម្បីឲ្យក្មេងៗវាអាចទៅរៀននៅខាងក្រៅបានឥឡូវយើងមកមើលហើយយើងគិតថាទីតាំងនេះវាសមហើយសមស្របព្រោះមានផ្លូវមានភ្លើងហើយមានផ្ទះគាត់ដើម្បីសុខភាពជូនពួកគាត់ហើយខ្ញុំនិយាយយើងនឹងទៅផ្ទះពួកគាត់ដើម្បីប្រាប់ពីព័ត៌មានហ្នឹងហើយគាត់ដឹងព្រោះតាំងពីគាត់ចេញពីពេទ្យមកគាត់អត់ដឹងព័ត៌មានច្បាស់ថាយើងបានជួយគាត់បានប៉ុណ្ណាទេបាទគាត់បងប្អូននេះបាទខ្ញុំនិយាយពីដើមវីដេអូមុនហ្នឹងអញ្ចឹងនិយាយនេះមិនមែនកុហកទេបងប្អូនឃើញហើយផ្លូវនេះខ្ញុំអត់ហ៊ានចូលដោយសារខ្ញុំកាន់ដៃទូរស័ព្ទមួយហៀងដៃតូចមួយហៀងហើយអញ្ចឹងខ្ញុំថតអ្នកគ្រូដែលគាត់ធ្វើមុនហើយពេលគាត់ទៅដល់ខាងមុខហ្នឹងគាត់បកមកវិញព្រោះដោយសារខាងមុខហ្នឹងគាត់ប្រាប់ថាអត់មានផ្លូវទេដាច់ផ្លូវមួយហៀងហើយអញ្ចឹងគាត់ត្រូវបកយើងត្រូវបកម៉ូតូយើងត្រូវបកម៉ូតូទៅខាងក្រោយជិះទៅផ្លូវមួយទៀតយើងទៅផ្លូវចាស់វិញណាគ្រូណាចូលមកអានេះខែតមភ្លៀងមកប៉ុណ្្នឹងហីនាំណាខែផ្សារពេញទៀតនឹងមិនវាឃុំមិនចោលដើរវាឃុំឥឡូវនេះយើងក៏សម្រេចចិត្តថាដូរផ្លូវថាគោលដៅដដែលប៉ុន្តែមិនគោលដៅដដែលប៉ុន្តែក៏ដូរយុទ្ធសាស្ត្រថាដូរផ្លូវចូលអញ្ចឹងផ្លូវនេះមិញយើងជិះផ្លូវនោះវាចូល1គីឡូជាងហើយជិះចិត្តដល់ដែរដល់ពេលឥឡូវវាចូលអត់រួចក៏យើងសម្រេចចិត្តថាយើងគួរតែមកផ្លូវនេះហើយឥឡូវយើងទុកមេឃុំមេភូមិចោលនៅផ្លូវនោះគាត់ទុកម៉ូតូទៅឲ្យចោលនៅផ្លូវនោះហើយមិញគាត់ចេញមកវិញគាត់ថាយើងបោកគាត់មិនចង់បោកទេប៉ុន្តែគាត់ថាយើងដោយសារគាត់ចូលទៅមុនយើងបាទបងប្អូននិយាយលេងតិចកុំឲ្យអបសក់ពេកបាទផ្លូវនេះបើបងប្អូនឃើញផ្ទះគាត់នៅចិត្តជើងភ្នំមែនតើដាច់ស្រយាលតែម្នាក់ឯងហ្មងហើយផ្លូវនេះជិះចូលមកទេសភាពស្អាតស្អាតណាស់ប៉ុន្តែគាត់ថាបើសិនជាបងប្អូនមានលទ្ធភាពក្នុងការទិញធ្វើជា resort ឬក៏ផ្ទះលំហែអាចទៅជួសជុលតែផ្លូវនេះបានហើយតែបើសិនជាគាត់មានធ្វើសម្រាប់ថាមានឡានតឡូនឬក៏ឡានទឹកអីធំចេញចូលផងមានឡានតឡូនឡានចេញចូលទៀតអាចនិយាយថាកាន់តែវេទនានៅភូមិអូ17ខ្ញុំឃើញឡានធំចេញចូលច្រើនព្រោះខូចច្រើនធ្វើអត់ឈ្នះទេហើយផ្ទះគាត់ហ្នឹងទៅឃើញផ្ទះគាត់ឡានយើងត្រូវតែផ្លាស់ប្ដូរពីគាត់បាទតែគាត់នឹងកាមុនអាចនិយាយថាក៏បាទវាមានដែរពីមុនមានតែដំបូងដូចអត់ជាងតែសារមានក្រុមការងារជួបជុំដាក់បាត់ទៅក៏មានជាងគេឲ្យចូលទៅបាទថាពីនេះទៅបាទទៅតែគាត់មកឃើញនៅកណ្ដាលហើយបងប្អូនសម័យមើលទិញហូបក៏មានបញ្ហាអីដឹងថាស្រីអត់ណាគេទេជាហេតុផលដែលពួកយើងដោះស្រាយយើងជួយពួកគាត់គឺយើងត្រូវតែជួយបែបហ្នឹងយើងអាចមានថាស្ទូចត្រីឲ្យគាត់ទេតើធ្វើម៉េចដោះស្រាយឲ្យគាត់អាចស្ទូចត្រីខ្លួនឯងសាមគាត់មកអង្គុយក្នុងភ្លៀងគាត់មកតាំងពីមុនភ្លៀងអង្គុយយូរវិញក្មេងបោកគាត់មិនបោកខ្ញុំមកតាមនេះមកអ៊ំទៀតដុំហុកពីចង្អុលពីអ៊ំរុញតរហូតដល់ចោះដែរមែនទេបាទគាត់នេះហើយគឺឈ្មោះលោកលត់បុនដែលជាពុកក្មេងទាំង5នាក់ហើយភ្នែករបស់គាត់ដែលបងប្អូនឃើញអញ្ចឹងមិនមែនដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហើយបាទភ្នែកគាត់អញ្ចឹងទេគឺភ្នែកគាត់តាំងពីកំណើតតែម្ដង
ហើយរងៃក៏អាចមានបន្តទៅដល់សែនមកកូនគាត់ទៀតគឺអូនមួយ IQ ហ្នឹងហើយកូនធំមួយហ្នឹងក៏ផ្នែកជាងចឹងដែរគេហៅផ្នែក sleeping eye ហ្នឹងមើលអត់ឃើញច្បាស់ទេមានថាឃើញព្រមហើយដូចបងប្អូនឃើញអញ្ចឹងអានេះជីវិតរបស់ក្មេងទាំង5នាក់ហ្នឹងហើយនេះគឺលោកខិនវូជាមេភូមិរបស់ខ្ញុំហ្នឹងហើយគាត់ជាតួអង្គសំខាន់មួយដែលក្នុងសាច់រឿងហ្នឹងនិយាយទៅគាត់បានជួយគ្រួសារនឹងច្រើនណាស់សឹងថាជាប្រចាំប៉ុន្តែដោយសារគាត់ជួយតាមលទ្ធភាពរបស់គាត់ហើយថ្ងៃនេះពួកយើងបានគៀងកបានថវិកាដែលយើងនឹកស្មានមិនដល់ដែរតែយើងអាចមុនបងខ្ញុំនិយាយជាមួយបងណាក់ដានជើងថងបងយើងធ្វើមិនហោបានតែ 2000 មកយើងទិញដីគាត់ទៅនេះហើយប៉ុន្តែធ្វើដល់ថាអាចនិយាយថាបុណ្យរបស់គ្រួសារបងលោតបុណ្យហ្នឹងដល់ដែរគាត់តែមួយថ្ងៃយើងគៀងក៏បានចូល$2000ពី account របស់បងណាក់ហើយម្ដងថ្ងៃនេះយើងបូកទៅក៏ប្រហែលចូល$6000ហើយទាំងរបស់ខ្ញុំហើយទាំងរបស់អ្នកគ្រូទាំងរបស់មេអូនទៀតវាចូលហាយជា$7000ដែរអញ្ចឹងជាទឹកប្រាក់មួយធំធេងសម្រាប់គ្រួសារគាត់ហើយទឹកប្រាក់នេះដូចខ្ញុំបាននិយាយអញ្ចឹងយើងនឹងដកមកកញ្ចប់ក្នុងការទិញដីរបស់គាត់ឲ្យគាត់រស់នៅខាងមុខចិត្តផ្ទះអ្នកភូមិហើយចិត្តផ្លូវជាតិដើម្បីផ្ដល់ភាពងាយស្រួលជូនដល់ក្មេងៗអាចទៅរៀនទៅសូត្រដូចគេដូចឯងបានកុំឲ្យមានបញ្ហាលើការធ្វើដំណើរផ្សេងទៀតហើយសល់ទឹកប្រាក់ដែលសល់គឺយើងបង្កើតគណៈកម្មការមួយយើងតម្លាក់ឲ្យគាត់ជាកញ្ចប់មិនមែនឲ្យគាត់ទាំងអស់ទេព្រោះខ្ញុំគិតថាបើសិនជាឲ្យគាត់ទាំងអស់អាចថាខ្ញុំគិតថាគឺដឹងថាអត់នៅទេអញ្ចឹងយើងមិនងាយបានទឹកប្រាក់ច្រើនក្នុងការជួយហោមកទៀតទេខ្ញុំគិតថាបើសិនជារកទៀតក៏បងប្អូនអាចនឹងធុញពួកខ្ញុំហើយក៏ធុញដល់គ្រួសារគាត់ដែរអញ្ចឹងមានតែយើងរៀបចំជាកញ្ចប់ជាប្រចាំខែដើម្បីទ្រទ្រង់ក្មេងៗហើយបើតាមខ្ញុំដឹងលោកមេភូមិគាត់ក៏ជួយសម្របសម្រួលក្នុងការឲ្យជាអាហារូបករណ៍ដល់ក្មេងៗបើដោយសារគាត់មានបានក្រីក្រហើយលោកមេភូមិនឹងសម្រួលហើយលោកមេឃុំរបស់ខ្ញុំឃុំលងរៀបលោកលៀងបៀហ្នឹងគាត់មិនបាននឹងសម្រួលនឹងអត្រាគុលដ្ឋានឲ្យពួកគាត់ទាំង5ព្រោះលើកមុនគាត់ថាគាត់ធ្វើពិបាកធ្វើអញ្ចឹងទៅដោយសារគាត់អត់យល់ពីគាត់អត់សូវមានពេលផងហើយគាត់អត់សូវប្រកែអសឲ្យផងអញ្ចឹងទៅឥឡូវលោកមេឃុំគាត់នឹងសម្រួលជូនរៀបចំជូននឹងហ្មងអត្រាគុលដ្ឋានដល់ក្មេងៗទាំង5នាក់ហ្នឹងហើយដំណឹងពិសេសមួយទៀតគឺលោកធៀងលេងដែលជាអភិបាលនៃគណៈអភិបាលស្រុកវាវែងយើងគឺធានាខាងក្នុងការជួយផ្គត់ផ្គង់ជាអង្គដល់គ្រួសារលោកលត់បុនមកគ្រប់មានថាបើសិនជាអស់អង្គអីគឺត្រូវព្រាយការជូនគាត់គឺគាត់ផ្ដល់ជាអង្គជូនដល់គ្រួសារគាត់ទាំងអស់គ្នាហើយអាចនឹងថាពេលដែលពួកគាត់រើផ្ទះទៅខាងមុខលោកធៀងលេងគាត់នឹងជួយសម្របសម្រួលលើសង្កសីឬក៏សម្ភារៈខ្លះក្នុងការតម្លើងរើនិងតម្លើងផ្ទះនឹងឲ្យរួចរាល់ហើយបើតាមខ្ញុំលើព័ត៌មានដែលគាត់និយាយជាមួយយើងថ្ងៃមុននៅហាងកាហ្វេខ្ញុំនៅប្រម៉ោយហ្នឹងគឺគាត់អាណិតក្មេងមួយដែលកូនទី4ហ្នឹងហើយកូនទី1ហ្នឹងគាត់ឃើញភ្នែកគាត់សួរថាភ្នែកមានបញ្ហាអីគាត់ក៏ចង់ជួយព្យាបាលដែរតែខ្ញុំគិតថាបន្ទាប់ពីយើងរៀបចំការងារផ្ទះគាត់ហើយអាចនឹងលោកគាត់នឹងចុះមកគាត់នឹងគិតគូរលើរឿងហ្នឹងដែរចាំជួបគ្នាតែបងឯងខ្លួនឯងចាំពេលសំណាងទៅមើលទៅបានចូលរួមតាមរយៈខ្ញុំផ្ទាល់ក៏ដូចតាមរយៈអ្នកគ្រូផល្លាក៏ដូចតាមរយៈបងប្រុសនៃអូនក៏ដូចសំខាន់ជាងគេគឺបងប្រុសញឹកវណ្ណៈបងប្រុសដានជើងនៅថវិកាដ៏ធំធេងបែបនេះក្នុងការជួយដល់អនាគតរបស់ក្មេងៗទាំង5នៃកូនរបស់លោកលត់បុនចុងបញ្ចប់សូមអរគុណបងប្អូនមែនទែនហើយដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំសូមបងប្អូនជួយ like subscribe ឲ្យបានច្រើនដើម្បីបន្តជាកម្លាំងចិត្តក្នុងការធ្វើវីដេអូសប្បុរសធម៌បន្ថែមទៀត